រឿងក្អែកមួយជាក្អែក10កាលពីព្រេងនាយមានបុរស2នាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនិតដោយខ្លួនអាខូចជុះអាចដាក់មួយពាងហើយយកអាចលាក់បិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកំបិតមួយផ្លែប៉ុនចង្កឹះអកកំបោលដងប៉ុនកដៃស្រោមហូមវែងមួយលូកអាខិលស្ពីកំបិតនោះដើរលក់អាខូចក៏ពុនពាងអាចនោះទៅលក់ដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនាយថាអ្នកអើយទិញផ្អករបស់ខ្ញុំទៅពិសាផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខិលឆ្លើយថាទោះតែលក់ដាវមិនដាច់គ្មានលុយទិញបើខ្ញុំដូរជាដាវនេះព្រមដូរទេអាខូចឃើញដាវនេះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ដាវឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការម្ដងចាំហូតកាប់អ្នកឯងកុំប្រញាប់ហូតមើលបើហូតឡព្រើលសោកទៅវិញមិនចោះទេដាវខ្ញុំពូកែណាស់ខ្ញុំដាយរបស់ខ្ញុំបើគង់តែខែនេះក្របមហូបណាស់កុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពាងអាចទៅឲ្យអាខិលហើយហាមថាអកខ្ញុំក៏នឹងដែរដល់ពេលស៊ីចាំបើកយកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែងក្រែងវាស្អុយខ្មោះស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វាស៊ីឆៅអ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួនហើយទឿនប្រពន្ធថាដណ្ដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលថាដូរដាវគេថាផ្អកចាវឆ្ងាញ់ពិសាណាស់ប្រពន្ធក៏ពេញចិត្តនឹកថាប្តីចេះធ្វើកំបិតដូរផ្អកស្ទុះផ្លែតទៅលាងចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលក៏កិលទៅចិត្តពីងផ្អកយកកំបិតគាស់អាចលាក់នោះបើកឡើងហើយលូកបានមួយក្តាប់ដាក់ឡាប់នៅក្នុងចានសល់នៅក្នុងដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើលងើបមុខឡើងលើថាយើអកចាវអ្វីក៏ស្អុយដូចអាចគ្មានឆ្អឹងគ្មានសាច់ក៏ខ្វិចក៏ខ្វក់មាត់ផង់យ៉ាងនឹងធ្វើផ្អកត្រីអ្វីប្តីថាក្រែងត្រីពូប្រពន្ធក៏លូកកោរាវរកក្បាលលូកបានពាក់កណ្ដាលក្អួតជើងឲ្យជាង20មកដឹងជាក់ជាអាចមិនមែនផ្អកមកបន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវាច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវនោះលោតដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដកដាវហូតខ្វាច់ឃើញផ្លែដាវនេះខ្លីកំបាច់កិច្ចឡើងលើផ្ទះបង្ហាញប្រពន្ធមើលសោយទាំងពីរនាក់សាច់ឲ្យប្រាប់ប្រពន្ធថាប្រាជ្ញអានេះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ី2នាក់នឹងបានមាសប្រាក់ដោយងាយលុះទៅប្រទះនឹងអាខិលពីនាយសើចប្រព្រាយនិយាយសួរថាឯងទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាមួយក៏ថាអញមកសុំឯងធ្វើខ្លាដែរហើយក៏សុខចិត្តដើរ2នាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តារមឈូសបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាពេលលានោះ
ទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់ទាំងពីរអ្នកគិតថាឯងត្រូវខ្លាញ់សម្បត្តិមួយច្បាប់ទៅប្រាប់គេថាមហាសេដ្ឋីឲ្យមកយកទ្រព្យរបស់អញបន្លំចូលដេកក្នុងមឈូសពីលើខ្មោចសេដ្ឋីមួយក៏ទៅបន្លំដេកដោយគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងបិទភ្នែកខំសម្លឹងប្រឹងងកមើលក្រាំងសូត្រព្រះធម៌កូនចៅតូចធំរវល់តែយំសោកអាខូចដើររកក្រដាស់បានធ្វើសម្បត្តិខ្លែងកាន់ដើរទៅសម្ដែងសូត្រឲ្យគេស្ដាប់ថាសម្បត្តិពីមហាសេដ្ឋីមកប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធម៌ឥឡូវឪពុកជរាហើយកូនអើយចូលទៅយករបស់ទ្រព្យទុកចាយឲ្យសបាយចិត្តចោះកូនចៅស្រុកប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាគ្មានហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំខ្លាញ់បញ្ឆោតទេកូនសេដ្ឋីស្ទុះភ្លាមទៅស្រែកហៅឪពុកអាខិលឆ្លើយថាកូនសួរថាឪពុកបានឲ្យកូនធំមកយករបស់មែនឬខ្ជិលឆ្លើយថាកូនអញឈ្មោះអាខូចវាមកហើយឬកូនឆ្លើយថាទៀនប្រុសមកហើយអាខិលថាមើលយកក្រទេសមួយធំក្របីមួយនឹមទឹមរទេសនោះហើយយកមាសប្រាក់កៅកងសម្ពុតអាវវ៉ាផ្ទុកក្នុងរទេសឲ្យល្មមតែក្របីនោះអស់រួចបានប៉ុន្មានឲ្យវាយកចោះកូនចៅស្រីប្រុសចាញ់ឧបាយកលអាខ្ជិលអាខិលអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហើយអស្ចារ្យឥឡូវនឹងបើក្តារឲ្យច្បាស់ចាស់ហាម5ថាមើលមុខខ្មោចមិនបានខ្លាចដេកយប់មើលមមាយម្ល៉េះហើយក៏ជឿជាក់យកសម្ពុតអាយស្លៀកពាក់និងកន្ទេលពូកខ្នើយហើយថែមតុថាសចានល្អអំបិលប្រហុក4គីឡូអង្ករ5ការុងដាក់ផ្លុកទៅឲ្យអាខូចអាខិលបង្វិលរទេសយ៉ាងធំជជែកយំទឹកភ្នែកឲ្យដោយខឹងដោយបញ្ឆោតទាំងស្រីប្រុសហើយក៏ដឹកក្របីមួយនឹមទឹមរទេសប្រគល់ទៅឲ្យអាខូចអានោះត្រេកអរឡើងបរទេសចេញទៅអ្នកទាំងអស់ដែលនៅតែជ្រួលមិនស្រួលចិត្តព្រោះត្បិតខឹងនឹងស្ដាយអាខិលលួចមើលនាយអាយលើបចេញព្រិចរត់តាមទៅបន្តិចក៏ទាន់រទេសហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់ឃ្លានបាយបើឈប់ដណ្ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចោលតាមមកប្លន់យកទ្រព្យមួយរទេសបើដូច្នេះឯងឈប់ចាំអញទៅសុំបាយគេខ្លះយកមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកលាយបាយឲ្យពលស្លាប់អន្តរាយនិងយកទ្រព្យសម្បត្តិនោះតែម្នាក់ឯងអាមួយនៅចាំរទេសក៏ធ្វើខ្នាដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវអនុស្លាប់និងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយសូមមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏ឲ្យស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដើរចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នានោះស្លាប់អាមួយដើរប្រញាប់ចាប់យកបាយស៊ីមិនដឹងថាមានថ្នាំពុលក៏ពុលស្លាប់បន្ទាប់គ្នា
អាក្របីនោះក៏អស់រទេះចូលក្នុងព្រៃរទេះរតោកទៅជ្រកក្នុងទឹកត្រពាំងដាច់ខ្សែទៀមដេកត្រាំទឹកនៅទីនោះទៅដល់វេលាព្រឹកមានបរិសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនដូចនេះទេដូច្នេះបើលៃលោកយកទៅធ្វើជារបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទឹកទុកក្នុងព្រៃចងក្របីជាប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទប្រពន្ធដែលគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួនបើនិយាយអ្វីមិនចេះលាក់នឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៍ដើម្បីឲ្យសុខខ្លួនគិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជូអាចមិញមានសត្វក្អែកមួយហើរចេញពីក្តិតតែឯងអាណិតបិទមាត់ឲ្យឈឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រចៀកគេវាយបែកការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក្សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថាមានក្អែកពីរហើរចេញពីក្តិតដីអញតែឯងក៏មាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមថាក្អែក5ប្រាប់លើសតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬមិនមែនបុរសក្រាបទូលថាទូលព្រះបង្គំក៏ហក់ប្រពន្ធចង់ដឹងចិត្តប្រពន្ធត្បិតឃើញទ្រព្យច្រើនបុរសនោះក្រាបទូលដូចខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកទៅថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលដាក់ឃ្លាំង